អ្វីៗដែលកើតមានឡើងនៅជុំវិញខ្លួនយើងគឺសុទ្ធតែចាប់ផ្ដើមពីគំនិតទាំងអស់គំនិតជាអ្នកនាំឲ្យដល់ការសម្រេចចិត្តនិងទង្វើដូច្នេះគំនិតត្រឹមត្រូវពិតជាមានសារៈសំខាន់បំផុតព្រោះវាជាអ្នកសាងអាកប្បកិរិយានិងកម្លាំងចិត្តដ៏រឹងមាំរបស់យើងសុខុមាលភាពនិងភាពជោគជ័យរបស់យើងមានមូលដ្ឋានពិតគឺផ្អែកទៅលើវាមនុស្សដែលមានគំនិតអវិជ្ជមានអាក្រក់គឺផ្ដោតទៅលើតែបញ្ហានិងគ្រោះថ្នាក់ 2. ចរណែនអ្នកដែលមានភាពជោគជ័យ 3. មានអេរយាប័តឈ្នះចាញ់ 4. ខ្លាចមានកំហុស 5. មិនពេញចិត្តចំពោះខ្លួនឯងហើយចង់ក្លាយទៅជាមនុស្សផ្សេងវិញ 6. តែងបន្ទោសអ្នកដទៃនិងស្ថានភាព 7. គ្រប់គ្រងខ្លួនឯងមិនបាន 8. ពុំមានសង្ឃឹមទៅថ្ងៃអនាគត 9. ចាប់ផ្ដើមបោះបង់ឬចុះចាញ់ 10. មិនជឿជាក់លើគោលដៅខ្លួនឯងគិតថាវាគ្មានន័យឬគ្មានប្រយោជន៍ចំណែកមនុស្សល្អចំណែកមនុស្សដែលមានគំនិតវិជ្ជមានល្អគឺ 1. ផ្ដោតទៅលើឱកាសនិងចំណង់ 2. សរសើរអ្នកដែលមានភាពជោគជ័យ 3. មានឥរិយាបថឈ្នះឈ្នះ 4. រៀនសូត្រពីកំហុស 5. ទទួលយកនៅអ្វីដែលខ្លួនមាននិងស្រឡាញ់ចូលចិត្តចំពោះខ្លួនឯង 6. មានការទទួលខុសត្រូវទៅលើភាពជោគជ័យនិងកំហុសនានារបស់ខ្លួន 7. គ្រប់គ្រងខ្លួនឯង 8. មានសង្ឃឹមទៅថ្ងៃអនាគត 9. ព្យាយាមពុះពៀមិនចុះចាញ់ 10. ជឿជាក់លើសុបិននិងគោលដៅថាវាមានសារៈសំខាន់ក្នុងឆាកជីវិតនៅលើโลกនេះមនុស្សមាន3ប្រភេទខុសៗគ្នាប្រភេទមនុស្សទី1ប្រភេទមនុស្សដែលធ្វើឲ្យអ្វីៗកើតមានឡើង2ប្រភេទមនុស្សដែលចាំតែមើលអ្វីៗនឹងកើតមានឡើង3ប្រភេទមនុស្សដែលតែងតែមានចម្ងល់ថាតើហេតុអ្វីបានជាអ្វីៗទាំងនោះកើតឡើងចំពោះខ្លួនគេអ្វីដែលមនុស្សគ្រប់រូបអាចធ្វើបានគឺការធ្វើជាគំរូនៃសេចក្តីក្លាហានដើម្បីរក្សាទ្រទ្រង់គុណធម៌នៅក្នុងសង្គមដែលចូលចិត្តមាក់ងាយលក់លើយនិងខ្វះសីលធម៌មនុស្សយើងម្នាក់ៗមិនគួរដោះស្រាយបញ្ហាជាមួយដោយការបង្កើតបញ្ហាមួយថ្មីទៀតនោះទេការដោះស្រាយបញ្ហាគ្រប់បែបយ៉ាងគឺវាអាស្រ័យទៅលើចេតនារបស់មនុស្សកិលេសរបស់មនុស្សគឺជាចំណងដែលធ្វើឲ្យពិបាកក្នុងការដោះស្រាយបញ្ហាផ្សេងភាពជាមនុស្សគឺស្ថិតនៅលើទង្វើពិតប្រាកដមិនមែនស្ថិតនៅលើតែពាក្យសម្ដីនោះទេពេលវេលាមិនដែលធ្វើឲ្យមនុស្សខូចឡើយ